បាទ for you សូមគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែតាមដានស្ដាប់នៅសង្គម YouTube ទាំងអស់បាទ for you នឹងលើកយកនៅព័ត៌មានមួយដើម្បីចែកជូនប្រិយមិត្តទាំងអស់បាទព័ត៌មាននេះដែរបាទមានចំណងជើងថាដល់ម្លឹងផងទិញគ្រឿងញៀនឥឡូវមានសេវាកម្មដឹកដល់ផ្ទះទៀតបាទចឹងព័ត៌មានមិនស្អីណាប្រិយមិត្តទាំងអស់តាមដានស្ដាប់ទាំងអស់គ្នាបាទសូមជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានព័ត៌មាននេះពេលក្រោយៗទៀតបាទខេត្តកណ្ដាលបាទបរិះអ្នកជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលព្រំប្រទានស្រុកអង្គស្នួលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងមកៈធ្វើការចាប់ខ្លួនរួមជាមួយនឹងគ្រឿងញៀនចំនួន17កញ្ចប់និងវត្ថុតាងមួយចំនួនទៀតកាលពីវេលាម៉ោង 10:20 នាទីព្រឹកថ្ងៃទី28 ខែវិច្ឆិកាឆ្នាំ2017បាទក្នុងគណៈដែលជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរនៅក្នុងភូមិព្រៃពេលឃុំក្រាមកៈស្រុកអង្គស្នួលខេត្តកណ្ដាលហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូននគរបាលឲ្យទៅបង្ក្រាបតែម្ដងបាយជនសង្ស័យខាងលើមានឈ្មោះថាស្រស់ពេជ្រនេះអាយុ26ឆ្នាំបាយជនជាតិខ្មែរមុខរបរមិនពិតប្រាកដបាទមានទីលំនៅក្នុងភូមិព្រៃពេលបាទមានទីលំនៅក្នុងភូមិព្រៃពេលឃុំក្រាំងមកៈបាទស្រុកអង្គស្នួលខេត្តកណ្ដាលបាយជននេះគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ហើយនគរបាលបានឆែករកឃើញគ្រឿងញៀនចំនួន17កញ្ចប់ទូរស័ព្ទដៃ2គ្រឿងថង់សម្រាប់វេចខ្ចប់ថ្នាំញៀននិងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀតបាទតាមប្រពន្ធពីនគរបាលបានដឹងថានៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើនោះបានបាទមុនពេលជាស្រាប់ដែរបាទមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើនោះបានកម្លាំងនគរបាលព្រំប្រទានស្រុកអង្គស្នួលរួមជាមួយបាទកម្លាំងនគរបាលប៉ុស្តិ៍ក្រាមកៈបានចេញល្បាតនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ក្រាបហើយពេលនោះត្រូវបានប្រជាពលរដ្ឋខ្សឹបប្រាប់ថាបានឃើញជនសង្ស័យម្នាក់នោះកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀននៅក្នុងភូមិព្រៃពេលឃុំក្រាមកៈបន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាមកម្លាំងបានចុះទៅកាន់ចំណុចនោះធ្វើការចាប់ខ្លួនបាននិងឆែកឆេររកឃើញថ្នាំញៀននិងវត្ថុតាងខាងលើបាទរួចបាននាំទៅធ្វើការសាកសួរនៅផ្នែកនគរបាលព្រំប្រទានស្រុកដើម្បីបញ្ជូនទៅសាលាដំបងខេត្តកណ្ដាលចាត់ការតាមច្បាប់បាទប្រពន្ធដដែលបានបន្តទៀតថាក្រោយពេលសួរនាំជននោះបានសារភាពថាខ្លួនបានទិញថ្នាំញៀននេះពីជនមិនស្គាល់ឈ្មោះម្នាក់ដែលបានយកមកលក់ឲ្យដល់នៅផ្ទះគឺនៅពេលដែលត្រូវការទិញមិនចាំបាច់ហត់ច្រើនទេគ្រាន់តែខប្រាប់ទៅគឺអ្នកលក់យកមកឲ្យដល់ផ្ទះហើយបាទឲ្យដល់ផ្ទះហើយខ្លួនទិញម្ដងតម្លៃ20,000 រៀលដើម្បីយកទៅលក់បន្តយកប្រាក់ចំណេញហើយបានលក់យូរដែរហើយនឹងមិនដែលមានបញ្ហានោះទេទើបតែពេលនេះត្រូវនគរបាលចាប់ខ្លួនបានបែបនេះបាទចឹងអស់ហើយចឹងគាត់ថាបើសិនជាចង់ទិញគឺមិនបាច់ហត់នឿយទេគឺគាត់ទៅគឺយកមកឲ្យដល់តែម្ដងបាយគាត់រស់ស៊ីយូរណាស់ដែរហើយបាទមិនដែលមានបញ្ហាទេទើបតែឡើងនេះបាទសមត្ថកិច្ចខកខ្លួនមកលើចូលទៅមើលរូបភាពខាងក្រោមមួយចំនួនទាំងអស់គ្នាបាទនេះសិតតែថ្នាំញៀនតែម្ដងបាទជាឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នាបាទចឹងព័ត៌មានក៏សូមបញ្ចប់ផងដែរបាទហើយខ្ញុំបាទ for you ក៏សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែតាមដានស្ដាប់នៅ channel របស់ខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា